ប្តីប្រពន្ធថ្មីថ្មោងមកគូគាត់ទើបតែរៀបអាពាហ៍ពិពាហ៍ឲ្យថ្មីថ្មោងប៉ុន្តែប្តីរបស់គាត់ត្រូវទៅធ្វើការចុះនៅខេត្តប្រហែលជាមួយខែអញ្ចឹងហើយទុកប្រពន្ធនៅផ្ទះម្នាក់ឯងបាទនៅពេលដែលប្តីរបស់គាត់ទៅធ្វើការនៅតាមខេត្តហ្នឹងបាទប្រពន្ធរបស់គាត់ហ្នឹងស្រាប់តែមានជំងឺកើតរោគស្បែកណាបងប្អូនបាទគាត់មានជំងឺកើតរោគរមាស់ពេញខ្លួនដូចកើតជំងឺឃ្លុងអញ្ចឹងណាហើយទៅពេទ្យឲ្យពេទ្យព្យាបាលហើយទៅដល់ពេទ្យណាក៏ពេទ្យណាថាអត់អាចព្យាបាលបានទេជំងឺសើស្បែករបស់ប្អូនហ្នឹងអញ្ចឹងជំងឺហ្នឹងវាអាចនឹងនៅជាប់រហូតទៅជាមួយនឹងប្អូនហើយព្រោះអីវាជំងឺនេះវាអាចនឹងឈានដល់កម្រិតកើត cancer ណាបាទកើតមហារីកស្បែកអញ្ចឹងទៅគាត់អស់សង្ឃឹមខ្លាំងមែនទែនបាទហើយបាទមួយខែក៏កន្លងគាត់ទៅនឹងក៏ដល់ពេលដែលប្តីរបស់គាត់មកវិញបាទទៅពេលដែលប្តីរបស់គាត់មុននឹងប្តីរបស់គាត់មកហ្នឹងប្តីរបស់គាត់ក៏ជួបជាមួយនឹងឧបទ្ទវហេតុបាទធ្វើឲ្យគាត់នឹងពិការភ្នែកបាទគាត់ក៏នៅពេលដែលមកដល់ប្រពន្ធបាទមកដល់ផ្ទះហ្នឹងជួបប្រពន្ធជួបអីទៅគាត់ក៏អត់បានមើលឃើញប្រពន្ធឈឺឬមួយក៏កើតរោគសើស្បែករោគcancer តាក់ទងពីស្បែកហ្នឹងទេអត់ដឹងទេអញ្ចឹងទៅពួកគាត់ក៏រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខទៅប៉ុន្តែមិនបានយូរប្រហែលទេក៏ប្រពន្ធរបស់គាត់ហ្នឹងស្លាប់ដោយសារតែជំងឺមហារីកស្បែកហ្នឹងអញ្ចឹងហើយនៅពេលដែលបូជាសពប្រពន្ធរួចរាល់ទៅប្តីហ្នឹងក៏គាត់ចាក់ចេញពីស្រុកកំណើតហ្នឹងទៅដើម្បីទៅបន្តជីវិតនៅឆ្ងាយបន្តទៀតនៅពេលនោះមិត្តភ័ក្តិបងប្អូនក៏បានសួរមកកាន់ម្នាក់ប្រុសហ្នឹងថាតើមិត្តភ័ក្តិឯងទៅក្រៅទៅរស់នៅឆ្ងាយយ៉ាងម៉េចទៅបើអត់មានប្រពន្ធអត់មានអីនៅចិត្តផងហើយមិត្តភ័ក្តិឯងពិការភ្នែកចឹងទៀតទៅពេលនោះបរោះហ្នឹងក៏គាត់បានឆ្លើយថាខ្ញុំមានពិការភ្នែកមកពីណាបាទខ្ញុំអាចមើលឃើញធម្មតាតាអញ្ចឹងអ្នកទាំងអស់គ្នាគេឆ្ងល់ថាហេតុអីបានអ្នកឯងប្រាប់ប្រពន្ធមួយក៏ប្រាប់អ្នកទូទៅថាខ្លួនឯងពិការភ្នែកបាទនៅពេលនោះបរោះហ្នឹងក៏គាត់បានឆ្លើយថាដោយសារគាត់ដឹងថាប្រពន្ធរបស់គាត់ហ្នឹងកើតមហារីកស្បែកហើយរូបរាងកាយហ្នឹងវាលែងស្អាតទៅហើយវាពិបាកមើលដូចជាមនុស្សម្នាក់ដែលកើតឃ្លុងអញ្ចឹងណាបាទអញ្ចឹងទៅគាត់ថាបើសិនជាគាត់នៅភ្នែកធម្មតាបាទប្រពន្ធរបស់គាត់ប្រកាសជាខ្មាស់មិនហ៊ានរស់នៅចិត្តប្តីឬមួយក៏ប្រើជីវិតចុងក្រោយនៅជាមួយប្តីទេអញ្ចឹងហើយគាត់ក៏សម្រេចចិត្តកុហកប្រពន្ធកុហកអ្នកនៅជុំវិញទាំងអស់ថាគាត់ពិការភ្នែកតែម្ដងទៅបាទអូខេចំពោះរឿងអប់រំមួយនេះគឺចង់មកន័យថាបើសិនជាយើងស្រឡាញ់គ្នាបាទជីវិតគូជីវិតជាប្តីប្រពន្ធជីវិតគូគឺថាបើសិនជាយើងដាក់ចិត្តដាក់កាយស្រឡាញ់គ្នាហើយបាទកុំយករូបសម្រស់ខាងក្រៅមកឲ្យតម្លៃជាធំណាបាទយើងស្រឡាញ់ចិត្តដោយចិត្តដូចបរោះនឹងអញ្ចឹងនៅពេលដែលដឹងថាប្រពន្ធខ្លួនឯងឈឺអញ្ចឹងហើយសុខចិត្តធ្វើពុតជាពិការភ្នែកហើយប្រពន្ធនៅពេលដែលប្តីពិការភ្នែកហើយក៏អត់ទៅចោលប្តីដែរនៅបំរើប្តីមើលប្តីរហូតដល់ជីវិតចុងក្រោយរបស់គាត់បាទអញ្ចឹងខ្ញុំសង្ឃឹមថាជីវិតគូទាំងអស់ចេះយោគយល់អធ្យាស្រ័យគ្នាឲ្យតម្លៃគ្នាទៅវិញទៅមកមិនមែនឲ្យតម្លៃដោយសារតែរូបសម្បត្តិរូបសម្រស់ហើយនឹងលុយកាក់ឋានៈទូនាទីអីនោះទេបាទសូមអរគុណ